បាទសួស្តីបាទថ្ងៃនេះមកស្រែបងប្អូនមកស្រែហើយថ្ងៃនេះទេសភាពវាស្អាតដែរនៅតាមស្រែថ្ងៃនេះពពកប្រហែលជារោភ្លៀងនេះដែរពពកបាទមេឃលប់មេអ្នកនៅស្រកនេះគេហៅមេឃលប់មេឃយើងនៅសក់វាអត់មានខ្យល់មានអីទេខ្យល់តែហប់បាទមានខ្យល់ដែរតែហប់វារៀងហប់បាទវែងញើសប្រងវែងញើសព្រាតបាទហើយនេះស្រែដែលគេប្រុសហើយបាទថ្ងៃនេះមកមើលស្រែខ្ញុំអត់បាននេះទេបងអូនខ្ញុំក៏ទៅមើលខាងនោះខ្ញុំខ្ជិលដើរទៅបកក៏យន្តមកនៅចាំបងអូននៅនេះមុននឹងគាត់ទៅដើរមើលស្រែនោះហើយគាត់ត្រឡប់មកផ្លូវនេះវិញបាទនេះម៉ាស៊ីនប្រុសតើប្រុសបងប្អូនបាទតើប្រុសនឹងក្រោយមិនតាន់បានដោះទេបើសល់ស្រែប្រហែល2-3ហាត់ទៀតបាទហើយនៅក្នុងវីដេអូនេះដែរគឺបង្ហាញបាទនេះបាទគូយន្តមួយគ្រឿងបាទគូយន្តយ៉ាងកញ្ចាស់បាទតម្លៃស្ដើងតិចតួចបាទមិនបានស្មើ iPhone 17 Pro Max គេផងបាទគឺតិចទេបងប្អូនបាទតម្លៃតិចមែនទែនបាទយើងប្រើទៅបាទមកយើងអត់ហើយមិនដឹងមិនខ្ញុំចូលចិត្តរបស់ប្រើរបស់ចាស់ខុសពីគេបាទគេប្រើគាត់ណាគូយន្តគេទិញអស់3000ជាងជិត4000ហើយណោះហើយខ្ញុំទៅមានលុយណាទោះបីខ្ញុំមានលុយ3-4000ក៏ខ្ញុំអត់ទិញដែរខ្ញុំនៅតែទិញវានៅតែទិញរបស់ចាស់ឲ្យតែប្រើបានឲ្យតែជួសជុលបានប្រើបានព្រោះរបស់ថ្មីខ្ញុំតែមានកណិតមួយថារបស់ថ្មីគួរតែប្រើបន្តិចគួរតែចាស់ទេហើយរបស់ថ្មីប្រើមិនថែក៏នៅតែខូចដែរហើយបើរបស់ថ្មីប្រើយើងមិនចេះថែក៏នៅតែខូចហើយបើរបស់ចាស់យើងប្រើថែក៏ជួសជុលក៏នៅតែប្រើបានយូរដូចគ្នាអញ្ចឹងវាមិនខុសគ្នាប្រហែលទេយើងអានេះតាមគណិតរបស់ខ្ញុំណាវាមិនដូចជាគ្នាទេបាទចិត្តរបស់មនុស្សយើងវាតែខុសគ្នាវាមិនដូចគ្នាទេបាទហើយខ្ញុំមានបងរបស់ខ្ញុំគាត់សួរថាឲ្យទិញបាយអញ្ចឹងមកធ្វើអីទិញអញ្ចឹងមកធ្វើអីគាត់សួរថាទិញតែដោយសារអ្នកខាងនៅខ្ញុំគេអត់សូវប្រើទេបាទគេមានលុយគេអត់ទិញមានលុយមកក៏អត់ទិញគេចាំសំលុយទិញអាថ្មីបណ្ដោយគឺ3-4000បាទហ្នឹងហើយហើយក៏សួរអញ្ចឹងខ្ញុំថាទិញទុកតាអូដឹកជីអីមកស្រែតិចតួចបើតម្រូវការខ្ញុំអញ្ចឹងមែនតម្រូវការខ្ញុំអត់មានជួទេបាទដល់ជួនកាលដោយនេះដែរបើសិនជាផ្ទាល់ខ្លាំងវាអាចជួដែរមិនបានជួទេបាទទុកតែដឹកហើយជិះមកមើលស្រែអញ្ចឹងឯងកូនលំកតាក់ក្រោយហើយជិះមកមើលស្រែបតិចទៅបាទយើងពឹងខំទៅណាលបឿនទៅណាគ្នាចំណាស់ប៉ុណ្ណេះម៉ាស៊ីន12សេះប៉ុណ្ណឹងហើយឲ្យគ្នាប្រឹងទៅដល់ណាបាទប៉ុណ្ណឹងឯងបាទយើងប៉ុណ្ណឹងក៏យើងប្រើវាទៅបាទជួសជុលខូចនេះខូចនោះយើងរៀនចេះធ្វើខ្លួនឯងទៀតបានអាចទៅរួចបាទអញ្ចឹងអ្នកប្រើអីក៏ដោយប្រើម៉ូតូចូលចេះខ្លះញ៉ាំរងគ្រប់ម៉ាស៊ីនប្រើអត្រាចូលចេះដឹងតែអត្រាខូចអីប្រើគោយន្តទៅដឹងគោយន្តខូចអីហ្នឹងបានប្រកែហើយយើងចេះនេះទៀតយើងចេះធ្វើជួសជុលរបស់តិចតួចយើងចេះជួសជុលខ្លួនឯងបែកហ្វឺតបែកអីយើងចេះប្រើចេះតោះនេះបែកនោះអីយើងឆ្ងល់យើងសួរគេអ្នកចេះបាទដូចខ្ញុំមិនដោះថ្ងៃមុនដោះវាខូចដែរធ្វើដោះបានប្អូនជាងមួយគាត់រស់រីរាក់ទាក់អត់ទៅសួរអីគាត់ក៏ឆ្លើយប្រាប់ហើយអត់ចេះលាក់ទេឆ្លើយច្បាស់ហើយគិតចិត្តល្អខ្ញុំគឺថានឹងបានមនុស្សដែលមានគុណធម៌ហើយអត់ចេះបោកអត់ចេះអីទេមនុស្សដែលអញ្ចឹងគឺមនុស្សល្អបាទមនុស្សល្អហើយខ្ញុំគិតថាប៉ុណ្ណឹងខ្ញុំល្មមប្រើហើយបើបងប្អូនផ្សេងគាត់មិនដឹងខ្ញុំដឹងទេនៅខាងខ្ញុំគេមិនចូលចិត្តប្រើហើយខ្ញុំប្រើដល់ថ្ងៃខ្ញុំនៅតែបើសិនជាខ្ញុំមានថវិកាខ្ញុំដូរក្បាលវាចេញរកកម្លាំងម៉ាស៊ីនធំយ៉ាងហ្នឹងហើយទូព្យួរក៏បានដែរវាមិនអីទេបាទអញ្ចឹងចង់ផ្ដាំផ្ញើទៅបងប្អូនថាបើបងប្អូនស្រឡាញ់អីធ្វើនឹងហើយបើបងប្អូនចង់មានអីទិញទ្រព្យសម្បត្តិអីក៏ដោយមើលតាមសមត្ថភាពខ្លួនឯងហើយទោះបីមានលុយច្រើនឬមិនច្រើនក៏វាឲ្យនេះនោះចំណុចហ្នឹងយើងតាមក្តីស្រឡាញ់វាបាននិយាយដែរហ្នឹងអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេបាទមានតែប៉ុណ្្នឹងទេបាទចាំជួបគ្នាវីដេអូថ្មីបន្តទៀត